រឿងកូនឆ្មា Max និងមិត្តថ្មីនៅប្រាសាទអង្គរវត្តនៅពេលព្រឹកព្រលឹមកូនឆ្មា Max តូចរបស់យើងឈរនៅចំណតឡានក្រុងត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តដ៏រំភើបមួយទៅកាន់ប្រាសាទអង្គរវត្តដោយក្តីរំភើបក្នុងចិត្តកូនឆ្មាឡើងលើឡានក្រុងសាធារណៈត្រចៀករបស់គេបានញ័រជាខ្លាំងដោយការចង់ស្គាល់ចង់ឃើញម្ដងទៀតនៅពេលឡានក្រុងធ្វើដំណើរតាមផ្លូវកូនឆ្មា Max រីករាយនឹងទិដ្ឋភាពដ៏អស្ចារ្យនៃធម្មជាតិតាមជនបទដ៏ខៀវស្រងាត់នៃខេត្តសៀមរាបនៅទីបំផុតកូនឆ្មា Max មកដល់អង្គរវត្តហើយបើកភ្នែកធំៗដោយស្ញប់ស្ញែងអំពីប្រាសាទបុរាណដ៏អស្ចារ្យមួយជំហានម្ដងកូនឆ្មា Max ដើរទៅមុខដោយមានអារម្មណ៍ថាមានប្រវត្តិដ៏ពិសិដ្ឋនៅតាមជញ្ជាំងប្រាសាទបុរាណនៅលើជញ្ជាំងប្រាសាទបានប្រាប់រឿងបុរាណតាមរយៈចម្លាក់លម្អិតរបស់ប្រាសាទហើយកូនឆ្មា Max មិនអាចទប់ទឹកភ្នែកបានដោយរំភើបនឹងភាពអស្ចារ្យក្រោយមកមានសត្វស្វាដ៏រពឹសមួយលោតចុះមកពីលើដើមឈើបានធ្វើឲ្យកូនឆ្មា Max មានការភ្ញាក់ផ្អើលជាខ្លាំងសត្វស្វានោះបានបង្ហាញនូវភាពរួសរាយរាក់ទាក់ប៉ុន្តែកូនឆ្មាមិនទាន់ប្រកាសចិត្តអំពីមិត្តថ្មីដែលទើបតែស្គាល់នោះទេដើម្បីបង្ហាញពីទឹកចិត្តនិងភាពរួសរាយរាក់ទាក់ស្វាបានចែកផ្លែចេកផ្អែមឲ្យកូនឆ្មា Max ដោយភាពរំភើបសត្វស្វានោះបាននាំកូនឆ្មា Max ទៅកាន់កន្លែងអាថ៌កំបាំងមួយនៃប្រាសាទអង្គរវត្តនៅលើប្រាសាទដ៏ខ្ពស់មានទិដ្ឋភាពដ៏អស្ចារ្យព្រះអាទិត្យពណ៌មាសបានរះនៅចំកណ្ដាលកំពូលប្រាសាទបុរាណដោយបានបំផុសគំនិតពីភាពស្រស់ស្អាតកូនឆ្មា Max បានគូររូបប្រាសាទអង្គរវត្តមួយយ៉ាងស្អាតស្វាដ៏រពឹសបានហក់លោតលេងយ៉ាងរីករាយជាការជំរុញឲ្យកូនឆ្មា Max កាន់តែសប្បាយរីករាយផងដែរដោយការដកដង្ហើមធំជាលើកទី1ដែលកូនឆ្មា Max ហក់នឹងយកខ្លួនលេងហោះហើរជាមួយមែកឈើយ៉ាងសប្បាយក្រោយមកអ្នកទាំងពីរបានរកឃើញជ្រកកបៀងដែលគេទុកចោលហើយពោពេញទៅដោយរូបសំណាកដែលគ្របដណ្ដប់ដោយស្លែនៅមាត់ស្រះ Max ស្ងើចសរសើរពីប្រាសាទដែលចាំងមកលើផ្ទៃទឹកដ៏សុខសាន្តនៃប្រាសាទអង្គរវត្តដ៏រីករាយនឹងភាពស្ងប់ស្ងាត់ជាចុងក្រោយស្វាបានជូនផ្កាដោយការស្ទាបអង្អែលដល់កូនឆ្មាហើយ Max ញញឹមយ៉ាងកក់ក្ដៅពេលវេលាដែលត្រូវចាក់ចេញបានមកដល់កូនឆ្មា Max រំពឹងថាមិត្តភាពរវាងគេនិងស្វានឹងស្ថិតស្ថេរជារៀងរហូតនៅតាមផ្លូវទៅផ្ទះកូនឆ្មាកាន់រូបភាពនៃការផ្សងព្រេងរបស់ពួកគេដែលជាការចងចាំមួយដើម្បីមិត្តភាពជារៀងរហូតនៅពេលដែលកូនឆ្មាដាក់រូបប្រាសាទអង្គរវត្តនៅលើជញ្ជាំងស្នាមញឹមដ៏កក់ក្ដៅការធ្វើដំណើរផ្សងព្រេងនេះគឺល្អជាងការធ្វើដំណើរកម្សាន្តមុនដែលពោរពេញទៅដោយភាពអស្ចារ្យមិត្តភាពនិងការរកឃើញនូវអ្វីដែលថ្មីសូមអរគុណ